ទាំងនេះគឺជាកន្លែងទេសចរណ៍ដ៏គួរឲ្យខ្លាចបំផុតទាំង3នៅប្រទេសចិនលេខ3គឺស្ពានកញ្ចក់ដ៏ខ្ពស់និងគួរឲ្យខ្លាចដែលសង់ឡើងជាប់នឹងភ្នំកម្ពស់រហូតដល់300ម៉ែត្រអ្នកទេសចរដែលបានដើរឡើងដល់ទីនោះគឺប្រកាសជាមានអារម្មណ៍ថាដោយកំពុងតែដើរនៅលើអាកាសដែលធ្វើឲ្យពួកគេមានអារម្មណ៍ភ័យតក់ស្លុតជាខ្លាំងឡើងកាន់តែខ្ពស់ខ្យល់បក់កាន់តែខ្លាំងត្រូវជាមួយនឹងកញ្ចក់ប្រេះទៀតនោះពួកគេកាន់តែភ័យខ្លាចតែការពិតវាគ្រាន់តែជាការសាកល្បងពីភាពក្លាហានរបស់ពួកគេតែប៉ុណ្ណោះលេខ2 Love Ladder ជណ្ដើរស្នេហាដែលបានសាងសង់ឡើងលើភ្នំដ៏ចោទដែលមានជណ្ដើរចំនួន6000កាំវាពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់ពេលដែលអ្នកបានឡើងជណ្ដើរនោះវាបញ្ជាក់ពីភាពស្មោះត្រង់និងក្លាហាននៃសេចក្តីស្នេហារបស់គូស្នេហ៍ទាំងពីរលេខ1គឺជ្រលងអងតាំងគឺជាស្ពានកញ្ចក់ដ៏ធំមួយលាតសន្ធឹងលើជ្រលងដ៏ជ្រៅដែលមានកម្ពស់ជាង500ម៉ែត្រដែលធ្វើពីកញ្ចក់យ៉ាងក្រាស់រាងជារង្វង់ហើយមានទឹកបាញ់ពីក្រោមយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញតែវាក៏គួរឲ្យភ័យខ្លាចផងដែរតើអ្នកទាំងអស់គ្នាហ៊ានទៅលេងកន្លែងទាំង3ខាងលើនេះទេជួយ comment ខាងក្រោមវីដេអូនេះប្រាប់ admin ផង